ប្រាស់បានទាំងប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅក្នុងសហគមន៍បំពាក់ដោយកុំព្យូទ័រទំនើបនិងប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនទីនេះគឺជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេបង្អស់នៅកម្ពុជាជំរាបសួរទូរទស្សនិកជនទីនេះគឺជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេបង្អស់នៅកម្ពុជានៅទីនេះគឺបានបើកសម្ពោធដែលប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី24មិថុនាឆ្នាំ2024ស្ថិតនៅក្នុងបរិវេណនៃវិទ្យាល័យហ៊ុនសែន1មិថុនានៅក្នុងស្រុកបាទីនៃខេត្តតាកែវទូរទស្សនិកជននៅទីនេះគឺមានគុតគង់និងផ្ដល់នៅការបំពាក់ប្រព័ន្ធកុំព្យូទ័រទំនើបហើយនិងអ៊ីនធឺណិតក្នុងល្បឿនលឿនដោយមានការបណ្ដុះបណ្ដាលទៅដល់សិស្សនិស្សិតសិស្សនៃវិទ្យាល័យមួយនេះក៏ដូចជាផ្ដល់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះផ្ទាល់ផ្អែកទៅលើបច្ចេកវិទ្យា Digital ទូរទស្សនិកជនលំអិតបន្ថែមពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះសូមជួយជាមួយនឹងលោកនាយកវិទ្យាល័យនៅទីនេះដូចតទៅយើងទៅជួបជាមួយលោកនាយកចាជំរាបសួរលោកនាយកចាអរគុណនៅថ្ងៃនេះដែលបានរៀបចំដើម្បីនឹងបង្ហាញជូនទៅដល់ទូរទស្សនិកជនពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅក្នុងស្រុកបាទីនៃខេត្តតាកែវលោកនាយកអញ្ចឹងដំបូងនេះសូមអញ្ជើញលោកនាយកបង្ហាញអំពីទីតាំងទាំងអស់នេះថាតើមាននៅទីតាំងអ្វីខ្លះដែលយើងនឹងអាចផ្ដល់ជូនទៅដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សក្នុងការប្រើប្រាស់យើងមានកន្លែងណាខ្លះដែរគ្រូចា៎បាទទាក់ទងទៅនឹងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍សម្រាប់វិទ្យាល័យហ៊ុនសែនមួយនេះយើងក្នុងនេះគឺមានទី1គឺឲ្យឈ្មោះថាសាលសាធារណៈចា៎សាលសាធារណៈនេះគឺអាចឲ្យប្រជាពលរដ្ឋអាចឲ្យសិស្សអាចឲ្យលោកគ្រូគាត់ចូលប្រើប្រាស់អ៊ីនធឺណិតដែលយើងមានសេវាអ៊ីនធឺណិតបំពាក់ដោយកុំព្យូទ័រហើយកន្លែងនេះក៏ជាកន្លែងអាចចាត់ទុកថាជាកាហ្វេអ៊ីនធឺណិតហើយសិស្សគាត់អាចយកឱកាសនេះមកស្វ័យសិក្សាទៅលើលំហាត់ទៅលើមេរៀនដែលគ្រូតាឲ្យចំណែកឯប្រជាពលរដ្ឋឬក៏សហគមន៍ដទៃទៀតគាត់អាចមកប្រើប្រាស់សេវាអ៊ីនធឺណិតដែលយើងមានបំពាក់កុំព្យូទ័រនៅទីនេះស្រាប់ហើយក្នុងនេះដែរអនាគតយើងនឹងរៀបចំឲ្យមានបណ្ណាល័យ Digital នៅទីនេះបណ្ណាល័យ Digital បាទជាអ្វីដែរលោកគ្រូដែលយើងហៅថាបណ្ណាល័យប្រើប្រាស់នៅមាតិកា Digital ដែលមានអាចនឹងបំពាក់ដោយ tablet បាទជាច្រើនគ្រឿងទៀតសម្រាប់ឲ្យសិស្សឲ្យសាធារណជនអាចប្រើប្រាស់បានចាសាលមួយនេះឃើញថាមានអ្នកប្រើប្រាស់ច្រើនទៅលោកគ្រូបាទជាទូទៅគឺថ្ងៃសិក្សាគឺសិស្សហើយថ្ងៃសម្រាប់សៅរ៍អាទិត្យគឺជាពលរដ្ឋអូជាពលរដ្ឋច្រើនដែរជើញមកចាអញ្ចឹងមិនត្រឹមតែទៅលើបច្ចេកវិទ្យាទេបន្ថែមពីនេះផ្សេងទៀតគឺជាសាធារណៈដែលក៏អាចប្រើប្រាស់បានច្រើនមុខងារចាអញ្ចឹងគ្រូអាចអញ្ជើញទៅបន្ទប់មួយផ្សេងទៀតដែលមាននៅជាប់នេះឃើញមានជាបញ្ញាប្រៃសណីបាទចានៅទីនេះគឺយើងមានក្រៅពីសាលសាធារណៈក៏យើងមានបញ្ចូលប្រៃសណីចាបញ្ចូលប្រៃសណីនេះគឺសម្រាប់ផ្ញើអីវ៉ាន់ចាក្នុងនិងក្រៅប្រទេសចាជាក់ស្ដែងដូចទីនេះគាត់មានការផ្ញើអីវ៉ាន់ទៅជាច្រើនទៅជប៉ុនទៅអាមេរិកទៅកូរ៉េហើយសេវាប្រៃសណីនេះគឺគាត់ជឿទុកចិត្តហើយរហ័សមានន័យថាអីវ៉ាន់ដែលយើងផ្ញើពីនេះទៅដល់កូនចៅឬសាច់ញាតិគាត់នៅឯបរទេសគឺយកទៅដល់ទីតាំងតែម្ដងអត់ពិបាកក្នុងការទៅយកនៅប៉ុស្តិ៍នៅកន្លែងណាប៉ុស្តិ៍ប្រៃសណីណាផ្សេងទេគឺមានបុគ្គលិកជូនទៅដល់កន្លែងតែម្ដងចាសេវាកម្មលឿនរហ័សបាទចាខាងមុខនេះយើងមានបន្ទប់មួយទៀតជាបន្ទប់បណ្ដុះបណ្ដាលចាអញ្ចឹងនៅទីនេះគឺមានការប្រើប្រាស់នៅកុំព្យូទ័រចំនួន15គ្រឿងបាទហើយបំពាក់អ៊ីនធឺណិតដូចគ្នាដែរចាអញ្ចឹងទាំងការបណ្ដុះបណ្ដាលនេះយើងមានគ្រូនៅទីនេះគាត់ប្រចាំការអាចជួយដល់ប្រជាពលរដ្ឋយើងដែលគាត់មកប្រើប្រាស់អញ្ចឹងគាត់អាចមានចម្ងល់ខាងផ្នែកបច្ចេកវិទ្យាឬក៏ការប្រើប្រាស់កម្មវិធីសម្រាប់ការិយាល័យចាឬក៏គាត់មានជាលក្ខណៈអាជីវកម្មនៅតាមមូលដ្ឋានគាត់ហើយគាត់ចង់ចេះវាប្រើប្រាស់គិតបញ្ជីការ
cái này đấyគាត់អាចមកប្រើប្រាស់ជាកម្មវិធី Excel ឬក៏អីទៅចាពីច្រើនជាប្រភេទ Office សិនទេគ្រូជាមូលដ្ឋានគ្រឹះមួយចំនួនសម្រាប់គាត់សង្កេតឃើញប្រជាពលរដ្ឋច្រើនពួកគាត់ប្រកបការងារអីឬក៏ក្នុងកម្រិតបែបណាខ្លះដែលគាត់អញ្ជើញមកប្រើប្រាស់ពីច្រើនគាត់ជាអ្នកលក់ដូរអីវ៉ាន់តិចតួចនៅតាមមូលដ្ឋានហើយគាត់ចង់ចេះកម្មវិធីគ្រប់គ្រងទិន្នន័យរបស់គាត់ដែរព្រោះអាជីវកម្មដែលគាត់ប្រកបរាល់ថ្ងៃនេះក៏អត់មានប្រព័ន្ធគ្រប់គ្រងទិន្នន័យទេអញ្ចឹងយើងរៀនគាត់ជាលក្ខណៈជួយទៅគាត់អាចគ្រប់គ្រងទិន្នន័យច្រើនបាទហើយក្នុងនេះមិនត្រឹមតែជាប្រជាពលរដ្ឋដែលគាត់អញ្ជើញមកប្រើប្រាស់ទេគ្រូអ្នកគ្រូយើងក៏គាត់អាចយកការងារគាត់មកធ្វើនៅទីនេះបានចា៎ព្រោះអីយើងមានទាំងអ៊ីនធឺណិតមានទាំងកុំព្យូទ័រហើយមានម៉ាស៊ីនត្រជាក់មានលោកណាដែលគាត់អាចមកអង្គុយធ្វើការបានដោយកក់ក្ដៅចា៎កន្លងទៅយើងធ្លាប់បណ្ដាលជាវគ្គហើយនៅគ្រូហើយបច្ចុប្បន្ននេះមិនទាន់បានរៀបចំដំណើរការជីវៈទេយើងនៅក្នុងកម្រិតអាចឲ្យគាត់ចូលប្រើប្រាស់បានហើយមានគ្រូជួយណែនាំប៉ុន្តែទៅដល់អនាគតនឹងមានបើកវគ្គខ្លីៗបន្តទៀតបាទអ៊ីនធឺណិតលឿនទេគ្រូអ៊ីនធឺណិតនៅទីនេះគឺលឿនដែលយើងអាចបំពាក់ច្រើនគ្រឿងហើយប៉ុន្តែគឺថាបើយើងប្រើប្រាស់អ៊ីនធឺណិតគឺយើងអាចប្រើបានតាន់ចិត្តមិនពិបាកមិន slow មិនអីដូចដែលយើងតាំងអារម្មណ៍រឿងប្រើប្រាស់អ៊ីនធឺណិតចាគ្រូចាយើងមានបន្ទប់មួយទៀតឲ្យឈ្មោះថាបន្ទប់កុំព្យូទ័របន្ទប់កុំព្យូទ័រនេះគឺមានបំពាក់កុំព្យូទ័រចំនួន50គ្រឿងហើយយើងផ្ដោតទៅលើការបណ្ដុះបណ្ដាលសិស្សអញ្ចឹងទីនេះគឺមានការបណ្ដុះបណ្ដាលស្រាប់ចាអរគុណច្រើនចុះមកបាទអញ្ចឹងបន្ទប់នេះយើងមានគ្រូប្រចាំការនៅទីនេះបាទចាមានគ្រូប្រចាំការនៅទីនេះរូបសម្រាប់បណ្ដុះបណ្ដាលទៅលើសិស្សបច្ចុប្បន្ននេះយើងបណ្ដុះបណ្ដាលទៅលើសិស្សកម្រិតថ្នាក់ទី10ដល់ថ្នាក់ទី12ហើយក្នុងមួយសប្ដាហ៍គឺគាត់ចូលរួមបណ្ដុះបណ្ដាលចំនួន2ម៉ោងក្នុងមួយសប្ដាហ៍ចាការបណ្ដុះបណ្ដាលភាគច្រើនទៅលើអីដែរគ្រូការបណ្ដុះបណ្ដាលនៅទីនេះគឺយើងផ្ដោតទៅលើកម្មវិធីមូលដ្ឋានទៅលើការប្រើប្រាស់កុំព្យូទ័រមានទាក់ទងទៅនឹងការប្រើប្រាស់អ៊ីនធឺណិតហើយយើងផ្ដោតមួយទៀតទៅលើការប្រើប្រាស់ AI ហើយនឹងមានកម្មវិធីសរសេរកូដទៅលើកុំព្យូទ័រដែរចា៎ពាក់ព័ន្ធសុវត្ថិភាពអ៊ីនធឺណិតអីមានបញ្ជ្រាបដែរគ្រូបាទសុវត្ថិភាពអ៊ីនធឺណិតគឺជារឿងមួយដែលឲ្យសិស្សនិស្សិតនៅទីនេះគាត់យល់ដឹងច្បាស់ព្រោះជាគេហៅថាសន្តិសុខអ៊ីនធឺណិតនេះគឺកំពុងតែរងបញ្ហាច្រើនអញ្ចឹងការបណ្ដុះបណ្ដាលទៅនេះក៏ផ្ដោតឲ្យមានបញ្ហាសុវត្ថិភាពទៅលើការប្រើប្រាស់អ៊ីនធឺណិតជាពិសេសគឺសិស្សនិស្សិតដែរចា៎តើមានបំពាក់បច្ចេកវិទ្យាឬក៏ឧបករណ៍ទំនើបអីខ្លះដែរលោកគ្រូក្រៅពីកុំព្យូទ័រនៅទីនេះកុំព្យូទ័រទាំងអស់នេះសុទ្ធតែត្រូវបានភ្ជាប់ដោយអ៊ីនធឺណិតទាំងអស់ដែលមានលឿនហើយយើងមាន Smart TV ដែលអាចសម្រាប់ធ្វើការបណ្ដុះបណ្ដាលដោយផ្ទាល់និងការបណ្ដុះបណ្ដាលតាមអនឡាញនៅថ្ងៃអាទិត្យយើងមានការបណ្ដុះបណ្ដាលពីចម្ងាយពីភ្នំពេញមកសម្រាប់សិស្សថ្នាក់ទី12ដែលគាត់អាចចូលសិក្សាបានសម្រាប់ត្រៀមការប្រឡងសញ្ញាបត្រអូចាលោកគ្រូឃើញថាមជ្ឈមណ្ឌលនេះបើកក្នុងរយៈពេលជិត1ឆ្នាំទៅហើយតើលោកគ្រូបានមើលឃើញពីការផ្លាស់ប្ដូរអ្វីខ្លះដែរទេពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាសម្រាប់មូលដ្ឋានដែលលោកគ្រូមាននៅទីនេះចាបាទសូមអរគុណដែរចំពោះសំណួរនេះគឺសូមរៀបរាប់ប្រវត្តិតិចចុះមុនដែលយើងមានមជ្ឈមណ្ឌលនេះការប្រើប្រាស់អ៊ីនធឺណិតការប្រើប្រាស់កម្មវិធីផ្សេងទៅលើកុំព្យូទ័រឬក៏អ៊ីនធឺណិតនេះគឺទាំងគ្រូទាំងសិស្សនៅមានកម្រិតនៅឡើយចា៎ហើយបើប្រជាពលរដ្ឋគាត់កាន់តែឆ្ងាយទៅទៀតចា៎ក្រោយពេលដែលយើងមានការដាក់សម្ពោធឲ្យប្រើប្រាស់នៅអគារបច្ចេកវិទ្យាមជ្ឈមណ្ឌលសហគមន៍នេះឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងទៅលើការបណ្ដុះបណ្ដាលនៅទីនេះចា៎ហើយឃើញថាប្រជាពលរដ្ឋអាណាព្យាបាលសិស្សគាត់ចាប់អារម្មណ៍ហើយបញ្ជូនកូនមករៀននៅទីនេះបាទផ្លាស់ប្ដូរកូនពីកន្លែងផ្សេងដើម្បីធ្វើចំណាក់ឲ្យគាត់បានមករៀននៅទីនេះហើយតាក់ទងទៅនឹងសមត្ថភាពឬក៏ចំណេះដឹងនៃការប្រើប្រាស់កុំព្យូទ័រឬក៏អីនេះគឺសិស្សយើងក៏មានការយល់ដឹងច្រើនចា៎គាត់បានត្រៀមខ្លួនពីថ្នាក់វិទ្យាល័យសម្រាប់ទៅមហាវិទ្យាល័យចឹងមានន័យថាគាត់អាចប្រើប្រាស់
មានមូលដ្ឋាននៃការប្រើប្រាស់កុំព្យូទ័រនៅពីវិទ្យាល័យទៅដល់វិទ្យាល័យក៏អត់មានការលំបាកទេដោយឡែកគ្រូរបស់យើងខ្ញុំវិញគឺគាត់សមត្ថភាពនៃការប្រើប្រាស់កុំព្យូទ័ររបស់គាត់ក៏មានការកើនឡើងដែរដែលពីមុនលោកគ្រូចាស់ក៏អត់ចេះប្រើទេតែឥឡូវគាត់ចេះប្រើច្រើនហើយប្រជាពលរដ្ឋរបស់យើងក៏គាត់បានមកទទួលយកចំណេះដឹងពីនៅទីនេះដែរចាការដែលគាត់ចេះប្រើច្រើនសម្រួលការងារបានច្រើនទេលោកគ្រូបាទធ្វើឲ្យគាត់ងាយស្រួលក្នុងការធ្វើកិច្ចការរបស់គាត់បាទចាហើយទីតាំងមជ្ឈមណ្ឌលនេះមានអត្ថប្រយោជន៍ច្រើនអញ្ចឹងសម្រាប់បងប្អូនប្រជាពលរដ្ឋគាត់តាមដែលលោកគ្រូនៅជាមួយផ្ទាល់គាត់មានបានលើកឡើងយ៉ាងម៉េចខ្លះដែរទេបាទនៅពេលដែលគាត់បានមកឃើញមជ្ឈមណ្ឌលនេះគាត់រំភើបគាត់រំភើបថាការបណ្ដុះបណ្ដាលសម័យសិស្សបច្ចុប្បន្ននេះគឺទំនើបគាត់ពីគាត់មកអត់ដែលបានឃើញអញ្ចឹងទេហើយគាត់ចាប់អារម្មណ៍នឹងចង់មកប្រើប្រាស់ទីនេះហើយយើងក៏បង្កលក្ខណៈឲ្យបានគាត់ប្រើប្រាស់មជ្ឈមណ្ឌលនេះបានអស់លទ្ធភាពដែរចាឲ្យបានច្រើននិងអស់លទ្ធភាពចាអរគុណច្រើនមែនទែនលោកគ្រូសម្រាប់ការផ្ដល់ជូននិងធ្វើការបង្ហាញនៅទីតាំងសំខាន់ទាំងអស់មាន4ហើយទីតាំងនីមួយៗមានការប្រើប្រាស់ឲ្យអស់ពីសក្តានុពលហើយឃើញមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ក៏ដូចជាសិស្សានុសិស្សហើយពិសេសគឺបងប្អូនប្រជាពលរដ្ឋខ្ញុំឃើញមានសឹងតែគ្រប់ស្រទាប់ចាតាំងពីអ្នកលក់ដូរតាំងពីរដ្ឋបាលនៅបានន័យថាអាជ្ញាធរនៅក្នុងមូលដ្ឋានហើយនឹងប្រជាពលរដ្ឋជាទូទៅផ្សេងទៀតដែលគាត់ងាកមកចាក់អារម្មណ៍និងចាប់យកនៅបច្ចេកវិទ្យា Digital ដើម្បីធ្វើខ្លួនជាប្រជាពលរដ្ឋ Digital នេះផងដែរអរគុណច្រើនលោកគ្រូចាអរគុណចាគម្រោងសាងសង់និងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ MOBS ក្នុងបរិវេណវិទ្យាល័យសាធារណៈនៅទូទាំងប្រទេសចំនួន558កន្លែងដែលបច្ចុប្បន្នបង្កើតបានចំនួន18កន្លែងខេត្តតាកែវទាំងមូលកន្លែងនេះគឺជាកន្លែងដែលបង្កើតទី1មុនគេបង្អស់ចាអញ្ចឹងប្រជាពលរដ្ឋដែលនៅជុំវិញតំបន់នេះគឺមានអារម្មណ៍ថារីករាយសប្បាយចិត្តក្រៃលែងដោយសារអីដោយសារពីមុនមកយើងពាក្យថាកុំព្យូទ័រហ្នឹងសិស្សខ្លះក៏អត់ដែរស្គាល់ដែរចាហើយដល់ពេលយើងមានអគារនេះមួយបានន័យថាវាលំហូរសិស្សមិនមែនតែនៅតំបន់នេះទេណាអូនចាអាចចូលពីឆ្ងាយមកក៏មកគាត់មកប្រើនៅក្នុងនេះដែរមានតម្រូវការប្រើក្នុងនេះដែរបងប្អូនដែលនៅជុំវិញឬក៏នៅក្នុងខេត្តទាំងមូលឬក៏នៅទីណាក៏ដោយសូមឲ្យមកចូលរួមចាប្រើប្រាស់កុំព្យូទ័រនៅមជ្ឈមណ្ឌលបច្ចេកវិទ្យានេះយើងមានបើកពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ពេលថ្ងៃខ្លះដល់ថ្ងៃអាទិត្យទៀតនោះចាដោយអត់គិតថ្លៃហើយយើងនឹងមានគ្រូប្រចាំការពេញម៉ោងពីមុនមកទូរស័ព្ទគាត់ក៏អត់ចេះប្រើដែរចាឥឡូវនេះដោយសារមានខាងមជ្ឈមណ្ឌលយើងនេះធ្វើឲ្យគាត់ហ្នឹងមានការយល់ដឹងច្រើនហើយចាប់អារម្មណ៍ច្រើនមកប្រើប្រាស់នៅក្នុងនេះកាន់តែច្រើនដែរក្រសួងប្រៃសណីនិងទូរគមនាគមន៍សហការជាមួយក្រសួងអប់រំយុវជននិងកីឡាមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែក Digital នៅកម្ពុជាតាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ MOBS ចំនួន558កន្លែងមជ្ឈមណ្ឌលទាំងនេះដែលត្រូវបានសាងសង់ឡើងនៅក្នុងវិទ្យាល័យទូទាំងប្រទេសដើម្បីលើកកម្ពស់ពលរដ្ឋ Digital និងកម្លាំងការងារការផ្តល់សេវា Digital និងការអប់រំដោយក្រសួងសង្ឃឹមថាសិស្សវិទ្យាល័យទាំងអស់នឹងមានមូលដ្ឋានលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Digital នៅឆ្នាំ2030ខ្ញុំធ្លាប់មកពីដើមខែ9ចាប់តាំងពីដើមខែ9ឆ្នាំ2024ចាពេលដំបូងខ្ញុំគិតថាប្រើផ្ញើអីវ៉ាន់ហើយខ្ញុំអត់ដឹងថាកន្លែងហ្នឹងអាចយើងឲ្យយើងមកប្រើអ៊ីនធឺណិតហើយមានកុំព្យូទ័រប្រើអីចឹងខ្ញុំអត់ដឹងទេចាហើយក៏ពេលដែលខ្ញុំមកសួរនាំរឿងផ្ញើអីវ៉ាន់ហ្នឹងហើយបានខ្ញុំដឹងថានៅទីនេះយើងមានកុំព្យូទ័រហើយមានអ៊ីនធឺណិតអីអាចឲ្យយើងប្រើប្រាស់បានហើយជាពិសេសមានគ្រូនៅទីហ្នឹងដែលគាត់ចាំជួយណែនាំជួយប្រាប់អញ្ចឹងណាហើយដូចសម្រាប់ខ្ញុំអ្នកធ្វើការអញ្ចឹងវារៀងពីមុនមកខ្ញុំធ្លាប់ធ្វើដំណើរទៅភ្នំពេញអីចឹងបានខ្ញុំទៅជួសជុលកុំព្យូទ័របានទៅប្រើដើម្បីឲ្យកុំព្យូទ័រនឹងបានប្រើប្រាស់បានវិញអញ្ចឹងខ្ញុំចំណាយពេលមួយថ្ងៃចាតែឥឡូវអត់ទេបន្ទាប់ពីទីនេះមានទៅខ្ញុំអាចប្រើនៅទីនេះបាននៅពេលដែលកុំព្យូទ័រខ្ញុំមានបញ្ហាអីចឹងពេលខ្លះខ្ញុំអត់សូវចេះកុំព្យូទ័រអញ្ចឹងទៅលោកគ្រូគាត់ជួយបរៀនគាត់ជួយប្រាប់ដូចថាខ្ញុំសាលាបឋមហ្មងអញ្ចឹងមត្តេយ្យបឋមខ្ញុំត្រូវធ្វើអក្សរធ្វើកាបធ្វើអីចឹងណាហើយចា
ហើយកន្លែងណាដែលខ្ញុំអត់ដឹងចឹងទៅគាត់អាចជួយណែនាំជួយប្រាប់ថាខ្ញុំត្រូវ search ទៅក្នុងនេះក្នុងនោះចូលទៅនេះទៅនោះចឹងទៅដើម្បីទាញយកឯកសារហ្នឹងមកប្រើប្រាស់បានចារីកចម្រើនអូនដោយសារតែគាត់ជួយណែនាំបានច្រើនហើយមិនត្រឹមតែរបៀបឯកសារដូចជាពេលខ្លះទៅដូចសម័យឥឡូវយើងមាន app មួយចំនួនដែលយើងប្រើប្រាស់ឬក៏ក្នុងកុំព្យូទ័រហ្នឹងវាចេះតែ load ឲ្យយើងចុចនេះចុចនោះអីចឹងក៏លោកគ្រូគាត់មានបរិញ្ញាណែនាំប្រាប់កុំឲ្យយើងចុចចូលអីផ្ដេសផ្ដាសខ្លះជួបការឆោបោកអីចឹងណាអញ្ចឹងខ្ញុំគិតថាល្អមែនតើចាយើងបានចំណេះដឹងថ្មីទូទៅច្រើនអូសម្រាប់ខ្ញុំគិតថាគួរតែអញ្ជើញមកហើយកុំគិតដូចខ្ញុំពីមុនខ្ញុំគិតថាចៃអូកន្លែងហ្នឹងសម្រាប់តែគ្រូហើយនឹងសិស្សឲ្យមើលទៅហើយទោះបីជាមានការផ្សព្វផ្សាយថាអ្នកដទៃសម្រាប់សហគមន៍ប៉ុន្តែដូចជាអត់ទាន់សូវចាប់អារម្មណ៍ដូចខ្ញុំពីដំបូងឡើយគឺថារៀងខ្លាចបន្តិចហើយយើងមើលកន្លែងហ្នឹងទៅថាសម្រាប់សិស្សសម្រាប់គ្រូសម្រាប់សាលាតែតាមការពិតកន្លែងហ្នឹងមិនមែនចឹងទេគឺគ្រប់គ្នាអាចមកបានចាហើយជាពិសេសអ្នកដែលមានតម្រូវការប្រើប្រាស់កុំព្យូទ័រនឹងត្រូវការយើងទាញយកឯកសារអីផ្សេងហ្នឹងគឺយើងមកទីនេះមកយើងមានលោកគ្រូគាត់នៅចាំជួយនៅទីនេះមុនបងខ្ញុំរៀនតែ Word Excel សិនទេហ្នឹងហើយចេះតែ Word Excel ហ្នឹងទេហើយពីមុនខ្ញុំអត់ដែលចេះចុចទេដល់ពេលស្លប់ដោយលោកគ្រូគាត់បង្រៀនទៅយើងអាចភាសាយើងមុនណាក៏មុនគាត់រកតួអក្សររកមិនឃើញហ៎ដូចថាវត្តភាពពីការយើងលេងតាមអ៊ីនធឺណិតតាម Telegram អញ្ចឹងណាគាត់បង្រៀននឹងឲ្យវិធីចុចវិធីអីហើយវិធីការពារពីការឆោបបោកនេះអញ្ចឹងណាខ្ញុំការប្រើប្រាស់ហ្នឹងខ្ញុំចាប់ប្រើតាំងពីពេលការបើកសម្ពោធឲ្យប្រើប្រាស់នឹងមករហូតមកដល់រាល់ថ្ងៃហ្នឹងខ្ញុំគិតថាតាំងពីបើកមជ្ឈមណ្ឌលកុំព្យូទ័រនេះមកខ្ញុំគិតថាគឺទាំងគ្រូទាំងសិស្សគឺកើតដឹងច្រើនហើយនឹងទៅជាពលរដ្ឋនៅជិតខាងដែលគាត់ចង់ចេះគឺគាត់មកអាចមករៀននេះបានហ្នឹងហើយដោយសាលាមានគ្រូប្រចាំការរៀងរាល់ម៉ោងរៀងរាល់ថ្ងៃអញ្ចឹងណាអញ្ចឹងធ្វើឲ្យភាពងាយស្រួលក្នុងការមករៀននៅទីនេះបាទហើយដល់ពេលកើតខ្ញុំគឺសប្បាយចិត្តតាំងបានរៀនកុំព្យូទ័រនោះគឺចេះច្រើនខ្ញុំប្រើតាំងពីសាលា digital នេះគាត់បើកដំណើរការមកចាអញ្ចឹងដូចថាកាលពីមុនខ្ញុំអត់ចេះអីអត់ដឹងថារបៀបចុចអីមិនអត់ដឹងទេទៅបានពិសេសអ្នកគ្រូគាត់ជួយណែនាំគាត់ថាចេះពេលអូនឯងទៅនេះអូនឯងមករៀនអញ្ចឹងណាអញ្ចឹងខ្ញុំក៏មកបានមករៀនដូចថាពេលទៅនេះខ្ញុំបានមករៀនឆ្លៀតមកបានមករៀនច្រើនអញ្ចឹងចាប់តាំងពីដែលខ្ញុំបានមករៀនហ្នឹងធ្វើឲ្យចំណេះដឹងខ្ញុំមានការកើនឡើងច្រើនភាពងាយស្រួលដល់ពេលយើងចេះហើយដែលការប្រើប្រាស់ហ្នឹងវាលឿនអញ្ចឹងចាហើយរហ័សអត់ដូចថាដូចយូរមុនកាលមុនយើងត្រូវធ្វើរបាយការណ៍ត្រូវជិះធ្វើដំណើរទៅចំណាយពេលវេលាអញ្ចឹងច្រើនណាតែឥឡូវយើងធ្វើហើយយើងផ្ញើទៅគឺការអ៊ីនធឺណិតហ្នឹងលឿនរហ័សពីការដូចថា search ដូចថាការ search រកចង់ទៅខាងកសិកម្មអីឲ្យរីកចម្រើនឬក៏ការថែទាំសុខភាពអីសំណុំយើងដឹងទៅយើងដើរចុះផ្សព្វផ្សាយតាមភូមិអញ្ចឹងទៅហើយលោកគ្រូគាត់បានយកចិត្តទុកដាក់ពេលដែលយើងមកបង្រៀននឹងដូចថាយើងមានចម្ងល់អីឡៃណាអីពីបញ្ហាអីអញ្ចឹងគាត់ជួយប្រាប់អីចាគាត់យកចិត្តទុកដាក់ខ្លាំងសម្រាប់នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះអីមិននឹកស្មានថានៅសាលាយើងនេះមានបង្កើតអគារបច្ចេកទេស digital ហ្នឹងមុនគេក្នុងខេត្តតាកែវយើងណាមុនគេអញ្ចឹងក្នុងនាមខ្ញុំជាពលរដ្ឋក្នុងមូលដ្ឋាននេះសប្បាយរីករាយយ៉ាងខ្លាំងចាដែលបានធ្វើឲ្យមូលដ្ឋានរបស់យើងនេះមានការរីកចម្រើនជាងមុនខ្ញុំប្រើប្រាស់សម្រាប់សិក្សាស្វែងយល់មេរៀនផ្សេងៗដែលខ្ញុំត្រូវប្រឡងដូចជាពេលតនេអញ្ចឹងត្រូវមកសិក្សារៀនសូត្រស្រាវជ្រាវបន្ថែមព្រោះអីគ្រាន់តែគ្រូបញ្យល់យើងអត់ជួនកាលយើងយល់ខ្លះអត់ខ្លះយើងត្រូវការសិក្សាស្រាវជ្រាវបន្ថែមខ្លួនឯងទៀតចឹងខ្ញុំប្រើដូចជាការធ្វើបញ្ជីឬក៏បំពេញព័ត៌មានផ្សេងៗទាក់ទងជាមួយនឹងអវត្តមានសិស្សអញ្ចឹងខ្ញុំបានចូលរួមក្នុងកម្មវិធីអក្ខរកម្ម digital ដែរសិក្សាពីការប្រើប្រាស់ព័ត៌មាននៅលើ digital នោះឲ្យបានត្រឹមត្រូវការមើលថាតើមួយណាគឺជាប្រភពព័ត៌មានច្បាស់លាស់ឬក៏មិនច្បាស់លាស់នឹងការកាត់វីដេអូអញ្ចឹងទៅខ្ញុំបានចូលរួមការកាត់វីដេអូទោះបានជ័យលាភីលេខ2ទៅទាំងប្រទេសដែរកាលពីមុនខ្ញុំគ្រាន់តែដឹងថាមានកុំព្យូទ័រតែខ្ញុំអត់ទាន់បានដឹងថាការប្រើប្រាស់មិនហើយរបៀបចុចមិនទេតែដល់ពេលខ្ញុំតាំងពីមានអគារនេះមកខ្ញុំក៏អាចបានសិក្សារៀនសូត្រច្បាស់ជាងមុនអញ្ចឹងទៅចេះ
ប្រើប្រាស់វាបានត្រឹមត្រូវហើយអាចជួយសម្រួលដល់ការសិក្សារៀនសូត្រខ្ញុំបានទៀត បន្ទាប់ពីមានអាគេនេះមកខ្ញុំប្រើវាសម្រាប់ស្រាវជ្រាវនៅចំណេះដឹងផ្សេងក៏ដូចជាធ្វើការងារដែលគ្រូដាក់ឲ្យដូចជាការធ្វើ slide ការធ្វើ poster ជាដើមក្រៅពីហ្នឹងគឺខ្ញុំបានរៀនជំនាញតាក់ទងជាមួយនឹងបច្ចេកវិទ្យាដូចជាមូលដ្ឋានគ្រឹះនៃកុំព្យូទ័រការបង្កើតហ្គេមការបង្កើតវីដេអូបើប្រៀបធៀបពីមុននឹងឥឡូវគឺមានការកើនឡើងខ្លាំងដោយសារខ្ញុំអាចយល់ដឹងពីកុំព្យូទ័របានកាន់តែខ្លាំងធៀបជាមួយនឹងពីមុនធ្វើការងារដែលគ្រូដាក់ឲ្យដូចជា slide អាចស្វែងរកនៅឯកសារផ្សេងនិងអាចបង្កើតវីដេអូហើយខ្ញុំក៏បានចូលរួមនៅក្នុងការបង្កើតវីដេអូតាក់ទងជាមួយនឹង digital ហើយទទួលបានចំណាត់ថ្នាក់លេខ 2 ទូទាំងប្រទេសខ្ញុំចង់ឲ្យពួកគាត់ចូលប្រើប្រាស់ឲ្យបានកាន់តែច្រើនដើម្បីឲ្យពួកគាត់យល់ដឹងពី digital ហើយណាមួយបើគាត់ជាសិស្សទៀតគាត់អាចប្រើជំនាញដែលគាត់រៀននៅទីនេះបានយកទៅប្រើប្រាស់ទៅរៀននៅភ្នំពេញឬក៏ប្រកបការងារផ្សេងបានតាំងពីមានមជ្ឈមណ្ឌលនេះខ្ញុំបានរៀនជាច្រើនដូចជាមូលដ្ឋានកុំព្យូទ័រមានគ្រប់វគ្គគ្រប់មេរៀនអីចឹងហើយស្គាល់ពីកម្មវិធី Microsoft អីចឹងច្រើនបងខ្ញុំដូចជាធ្វើកិច្ចការផ្ទះមានការកិច្ចប្រជុំជាមួយនឹងមិត្តភ័ក្តិមានអីចឹងខ្ញុំគ្នាទៅលំហាត់នឹងកិច្ចការដែលគ្រូដាក់ឲ្យជាក្រុមអីចឹងទៅពួកខ្ញុំពិបាកស្រាវជ្រាវចឹងមកកន្លែងនេះដើម្បីជុំគ្នាស្រួលនៅសាលាហើយយើងអត់ទៅឆ្ងាយទៅណាមានគ្រោះថ្នាក់ចឹងនៅសាលាយើងដឹងតែមានសុវត្ថិភាពហ្មងដូចជាការរៀនកូដហ្គេមដូចពីមុនយើងក្មេងអញ្ចឹងយើងថប់តែលេងហ្គេមលេងអីចឹងលោកគ្រូអ្នកគ្រូក៏គាត់បានបង្កើតមាតិកាយើងចេះបង្កើតហ្គេមហើយនឹងទៅប្រកួតជាមួយនឹងគេផ្សេងទៀតសាលា digital នេះនៅជនបទអញ្ចឹងទៅយើងអត់សូវចេះកុំព្យូទ័រសូវអីចេះច្រើននេះដោយសារតែគេនៅទីក្រុងគេចេះច្រើនជាងអញ្ចឹងតែពេលមានសាលានេះនឹងទៅយើងអាចចេះច្រើនហើយនឹងអាចស្គាល់ដូចគេដែរយើងតាមដានតន់ដល់សតវត្សទី21អញ្ចឹងណាចំណេះដឹងណាចានិយាយរួមសំខាន់ទាំងអស់ដូចជាពួកខ្ញុំអញ្ចឹងខ្ញុំសម្រាប់មកស្រាវជ្រាវរៀននៅតាមចំណេះដឹងតាមសមត្ថភាពរបស់ពួកខ្ញុំអញ្ចឹងលោកគ្រូអ្នកគ្រូគាត់ស្រាវជ្រាវទៅតាមអីដែលគាត់ចង់បានដូចជាប្រជាពលរដ្ឋដូចគាត់ត្រូវការអភិវឌ្ឍខ្លួនគាត់ដែរអញ្ចឹងតាមចំនួននីមួយអញ្ចឹងរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្ម Digital សេដ្ឋកិច្ចនិងសង្គមទាំងមូលតាមរយៈការដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី1ជាក់ស្ដែងរាជរដ្ឋាភិបាលបានកំណត់យកអាទិភាពគន្លឹះ5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2030និង2050ការបន្ថែមបច្ចេកវិទ្យា Digital គឺជាអាទិភាពគន្លឹះថ្មីដែលសរបញ្ជាក់ថារាជរដ្ឋាភិបាលបានចាត់ទុកវិស័យបច្ចេកវិទ្យា Digital គឺជាកាតាលីករដ៏មានសារៈសំខាន់មានសក្តានុភាពនិងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គមក៏ដូចជាប្រសិទ្ធភាពរដ្ឋបាលនិងជាមាគ៌ានយោបាយរួមសម្រាប់តម្រង់ទិសនិងជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital កម្ពុជាឆ្នាំ2021-2035ដែលជាមគ្គុទ្ទេសក៍តម្រង់ទិសសម្រាប់ការអភិវឌ្ឍនិងដំណើរការនៃបរិវត្តកម្ម Digital នៅកម្ពុជានិងគោលនយោបាយរដ្ឋាភិបាល Digital កម្ពុជាឆ្នាំ2022-2035សម្ដៅធ្វើបរិវត្តកម្មរដ្ឋាភិបាល Digital ពេញលេញមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ត្រូវបានផ្ដួចផ្ដើមកសាងឡើងដោយក្រសួងប្រៃសណីនិងទូរគមនាគមន៍ដែលមានកិច្ចសហការជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជំនាញ Digital លើកកម្ពស់អក្ខរកម្ម Digital និងកាត់បន្ថយគម្លាត Digital នៅក្នុងសហគមន៍ប្រកបដោយបរិយាបន្ននិងនវានុវត្តន៍មកបសមានមុខងារចម្បងចំនួន4គឺទី1បន្ទប់កុំព្យូទ័រសម្រាប់បង្រៀនជំនាញបច្ចេកវិទ្យា Digital ដោយផ្ទាល់និងពីចម្ងាយនិងជាសាលប្រជុំទី2បន្ទប់បណ្ដុះបណ្ដាលសម្រាប់បណ្ដុះបណ្ដាលជំនាញជួសជុលបរិក្ខារបច្ចេកវិទ្យានិងវគ្គខ្លីទៅលើជំនាញបច្ចេកវិទ្យា Digital ដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋនៅក្នុងសហគមន៍ទី3ប៉ុស្តិ៍ប្រៃសណីសម្រាប់ផ្ដល់សេវាទទួលនិងផ្ញើកញ្ចប់អីវ៉ាន់ក្នុងនិងក្រៅប្រទេសព្រមទាំងផ្ដល់សេវាផ្សេងៗទៀតដល់ពាណិជ្ជករអាជីវករនិងប្រជាពលរដ្ឋនៅសហគមន៍និងទី4សារសាធារណៈសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អាចចូលប្រើប្រាស់កុំព្យូទ័រនិងអ៊ីនធឺណិតដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធទៅនឹងកសិកម្មអាជីវកម្មនិងសេវាសាធារណៈអនឡាញជាដើមអរគុណទូរទស្សនិកជនសម្រាប់ការតាមដានទស្សនារបស់លោកអ្នកនៅក្នុងកម្មវិធីកម្ពុជាឆ្ពោះទៅឆ្នាំ2030សូមបន្តទស្សនានៅកម្មវិធីនេះនៅសប្តាហ៍បន្តនាងខ្ញុំស៊ូជីនិងក្រុមការងារផ្សាយពីកម្មវិធីសូមអរគុណសូមជម្រាបលា